សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Admin Smile Mega វីដេអូថ្ងៃនេះដឹងតើកំសត់ទៀតហើយសម្រាប់វីដេអូនេះផងដែរក៏សូមអរគុណទៅកាន់ support ថើ Admin ផងហើយក៏សូមអធិស្ឋានបើសិនជា Admin អត់បានហៅឈ្មោះឬមួយក៏ដាក់ឈ្មោះអ្នកគ្នាអត់បានគ្រប់គ្នាជូនពរឲ្យអ្នកគ្នាសុខភាពល្អសំណាងល្អរកស៊ីមានបានទាំងអស់គ្នាណាតោះចូលទៅកាន់សាច់រឿងយើងតែម្ដងទៅ នៅក្នុងវគ្គនេះផងដែរថេចូលមករកអ៊ុនយ៉ងទៀតហើយទោះបីជាអ៊ុនយ៉ងនឹងប្រាប់គាត់មិនឲ្យមករកក៏ដោយតែគាត់ពិតជាចង់និយាយជាមួយអ៊ុនយ៉ងពិតមែនថេចូលនឹងខំគូទ្វារតតែអ៊ុនយ៉ងបើកទ្វារមកតែម្ដងរីឯអ៊ុនយ៉ងវិញក៏នៅតែខឹងជាមួយនឹងថេចូលនឹងឯងគាត់ពិតជាធុញទ្រាន់ជាមួយនឹងថេចូលខ្លាំងមែនតើឲ្យគាត់ប្រាប់ថេចូលប្រហែលដងទៀតថាទុកពេលវេលាឲ្យគាត់មួយសប្ដាហ៍បានអត់រឿងតែប៉ុណ្្នឹងថេចូលមិនអាចផ្ដល់ឲ្យគាត់បានដែរហើយតើថេចូលចង់បានអ្វីពីគាត់ឲ្យប្រកបអ៊ុនយ៉ងពិតជាឆ្អែតឆ្អន់ជាមួយនឹងថេចូលខ្លាំងណាស់តើថេចូលនឹងចង់បានអីពីគាត់ទៀតចូលពេលនេះសូមអង្វរឲ្យអ៊ុនយ៉ងនឹងស្ដាប់គាត់សិនទៅដូច្នេះហើយក៏ដើម្បីកុំឲ្យថេចូលមករំខានគាត់ក៏សុខចិត្តស្ដាប់ហេតុផលរបស់ថេចូលដល់ហើយថេចូលក៏បាននិយាយជាមួយនឹងអ៊ុនយ៉ងយើងរួមទាំងបានយកកញ្ចប់ថ្នាំនឹងមកឲ្យអ៊ុនយ៉ងទៀតផងគាត់ពិតជាបារម្ភពីអ៊ុនយ៉ងពិតមែនទោះបីជាគាត់ដឹងថាអ៊ុនយ៉ងស្អប់មុខរបស់គាត់ក៏ដោយតែទោះបីយ៉ាងណាអ៊ុនយ៉ងគួរតែទៅមន្ទីរពេទ្យអ៊ុនយ៉ងឮតែថេចូលនិយាយបែបនេះគាត់ពិតជាមិនសប្បាយចិត្តទេហើយគាត់ក៏ប្រាប់ថេចូលថាគាត់ពិតជាមិនអីនោះទេតែយ៉ាងណាថេចូលគិតថាការលេបថ្នាំវាមិនគ្រប់គ្រាន់ទេតែយ៉ាងណាអ៊ុនយ៉ងនៅតែមិនចង់ទៅហើយគាត់ចេះមើលថែខ្លួនឯងម្យ៉ាងវិញទៀតគាត់ក៏បានលេបថ្នាំរួចរាល់ផងដែរអ៊ុនយ៉ងគិតថាថេចូលមកទីនេះដោយសារតែភ័យខ្លាចថាគាត់អាចនឹងមានកូនជាមួយនឹងថេចូលដូច្នេះអ៊ុនយ៉ងក៏ប្រាប់ថេចូលបាច់ឲ្យថេចូលនឹងបារម្ភទេគាត់ក៏គ្មានបំណងចង់មានអ្វីជាមួយនឹងថេចូលដែរហើយគាត់ដឹងច្បាស់ថាបំណងរបស់ថេចូលមករកគាត់ដើម្បីអីតែថេចូលវិញមិនមានន័យបែបហ្នឹងទេទោះបីជាថេចូលនិយាយបដិសេធគាត់ស្ដាប់សម្ដីថេចូលមិនចូលទេហើយថេចូលមិនបាច់ចាំភ័យទេតើឲ្យគាត់នឹងយកក្មេងមកបន្ថែមទៀតធ្វើអីបាទរាល់ថ្ងៃគាត់ចិញ្ចឹមក្មេងម្នាក់មិនចង់រស់ផងហ្នឹងរីឯថេចូលវិញមិនចង់ឲ្យអ៊ុនយ៉ងប្រើពាក្យសម្ដីបែបហ្នឹងទេហើយតើអ៊ុនយ៉ងនិយាយបែបហ្នឹងតើចង់មានន័យយ៉ាងម៉េចតើអ៊ុនយ៉ងចង់បញ្ជូនអ៊ុនយ៉ាងទៅឲ្យគេមែនហេតុអីបានជាអ៊ុនយ៉ងធ្វើបែបនេះហើយតើអ៊ុនយ៉ងមិនគិតខ្លះទេអ៊ុនយ៉ងវិញបានឆ្លើយតបទៅកាន់ថេចូលពាក្យសម្ដីដែលម្ដាយអ៊ុនយ៉ាងនិយាយវាគ្មានអីខុសទេហើយអ៊ុនយ៉ងក៏គ្មានហេតុផលពិភាក្សាជាមួយនឹងថេចូលដែរអ៊ុនយ៉ងបានសម្រេចចិត្តរួចហើយតែយ៉ាងណាថេចូលមិនសុខចិត្តទេគាត់នឹងរកមេធាវីឲ្យអ៊ុនយ៉ងទោះបីជាថេចូលដឹងថារឿងក្តីនេះមិនអាចឈ្នះយ៉ាងណាក៏អាចពន្យាពេលឲ្យអ៊ុនយ៉ងបានដែរពេលនេះថេចូលសុខចិត្តធ្វើគ្រប់យ៉ាងគាត់ថែមទាំងសន្យាជាមួយនឹងអ៊ុនយ៉ងទៀតផងគាត់នឹងរកការងាររួមទាំងផ្ទះឲ្យអ៊ុនយ៉ងហើយសូមឲ្យអ៊ុនយ៉ងកុំធ្វើបែបហ្នឹងអីតែពេលនេះអ៊ុនយ៉ងគ្មានទំនុកចិត្តលើថេចូលទេតែយ៉ាងណាថេចូលនៅតែប្រាប់អ៊ុនយ៉ងចុះអ៊ុនយ៉ងដែលធ្វើបែបនេះអ៊ុនយ៉ងដឹងទេថាបរិសម្នាក់នោះជាមនុស្សបែបណាមិនក៏អ៊ុនយ៉ងសម្រេចចិត្តលឿនម្លេះអ៊ុនយ៉ងក៏ស្ដីឲ្យថេចូលវិញថាអ៊ុនយ៉ងសម្រេចចិត្តលឿននេះយ៉ាងណាពីមុនក៏អ៊ុនយ៉ងធ្លាប់រស់នៅជាមួយនឹងម្ដាយអ៊ុនយ៉ាងដែរថាអ៊ុនយ៉ងមិនដឹងមិនមែនអ៊ុនយ៉ងហ៊ានប្រគល់អ៊ុនយ៉ាងនឹងតែឲ្យគេនោះទេតែថេចូលមិនចង់ឲ្យអ៊ុនយ៉ងបោះបង់ទេតែវាពិតជារឿងពិបាកណាស់អ៊ុនយ៉ងសម្រេចចិត្តឲ្យអ៊ុនយ៉ាងទៅរស់នៅជាមួយនឹងម្ដាយគេគាត់ជឿថាអ៊ុនយ៉ាងនឹងអាចសម្របខ្លួនបាននៅផ្ទះថ្មីហើយយ៉ាងហោចណាស់ពួកគាត់ក៏អាចជួបគ្នាម្ដងម្កាលផងដែរឬមួយក៏អាចនិយាយទូរស័ព្ទជាមួយនឹងគ្នាគ្រប់ពេលវេលាតែថេចូលវិញមិនយល់បែបនេះទេអ៊ុនយ៉ងគិតពីអ៊ុនយ៉ាងចុះខ្លួនឯងវិញតើពេលនេះអ៊ុនយ៉ងអាចផ្ដល់ឱកាសឲ្យថេចូលបានអត់បើសិនជាអ៊ុនយ៉ងមិនអាចអត់ទោសឲ្យថេចូលបានយ៉ាងហោចណាស់គួរតែផ្ដល់ឱកាសឲ្យគាត់ធ្វើអ្វីមួយសម្រាប់អ៊ុនយ៉ងគាត់ដឹងថាអ៊ុនយ៉ងជាមួយនឹងអ៊ុនយ៉ាងមិនអាចរស់នៅបែកគ្នាបានទេហើយគាត់ក៏ដឹងថាអ៊ុនយ៉ងក៏មិនចង់បោះបង់អ៊ុនយ៉ាងចោលដែរដូច្នេះហើយសូមមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៅហើយបើសិនជាអ៊ុនយ៉ងមិនចង់ឡើងតុលាការថេចូលអាចលាក់អ៊ុនយ៉ងជាមួយនឹងអ៊ុនយ៉ាងក៏បានដែរតែយ៉ាងណាអ៊ុនយ៉ងមិនចង់ឲ្យថេចូលធ្វើបែបនេះទេពេលនេះគាត់លែងខ្វល់ទៀតហើយអ៊ុនយ៉ងខ្លួនឯងក៏មិនសំខាន់ទៀតដែរដូច្នេះថេចូលមិនបាច់ចាំធ្វើអ្វីទាំងអស់បញ្ហារបស់គាត់មិនចាំបាច់ថេចូលមកដោះស្រាយទេអ៊ុនយ៉ងទោះបីជានិយាយបែបនេះពិតមែនតែក្នុងចិត្តរបស់គាត់វាពិតជាពិបាកខ្លាំងណាស់ហើយគាត់ក៏មិនចង់នាំអ៊ុនយ៉ាងមកស្លាប់ឬមួយក៏វេទនាជាមួយនឹងគាត់ទេបើកាលពីមុនវិញអ៊ុនយ៉ងស្ទើរតែនាំអូនប្រុសរបស់គាត់ដើរចូលសមុទ្រស្លាប់ជាមួយនឹងគ្នាហើយបើសិននេះជាអ្វីដែលអ៊ុនយ៉ងត្រូវការថេចូលក៏មិនដឹងថាគួរនិយាយអ្វីទៀតដែរថេចូលក៏សួរអ៊ុនយ៉ងថាតើបានប្រាប់ប្អូនរបស់គាត់អត់បើសិនជាអ៊ុនយ៉ងសម្រេចចិត្តបែបនេះយ៉ាងណាគួរតែប្រាប់ប្អូនប្រុសរបស់គាត់ឲ្យបានដឹងអ៊ុនយ៉ងវិញមិនបាននិយាយអ្វីទាំងអស់ហើយអ៊ុនយ៉ងក៏ចូលទៅក្នុងផ្ទះវិញទៅថេចូលនៅពេលនេះមិនដឹងថាគួរធ្វើអ្វីជាមួយនឹងអ៊ុនយ៉ងទេព្រោះថាអ្វីដែលគាត់និយាយអ៊ុនយ៉ងមិនស្ដាប់ផងហ្នឹង
ដូច្នេះហើយយើងកាត់មកកាន់ពេលដែរពេលនេះអ៊ុនយ៉ាងបានមកស្គាល់ម៉ាក់របស់គាត់ហើយនេះក៏ជាលើកដំបូងដែលអ៊ុនយ៉ាងបានជួបនឹងម្ដាយរបស់គាត់ដែរពេលនោះម្ដាយរបស់អ៊ុនយ៉ាងបាននិយាយសួស្ដីទៅកាន់គាត់រីឯអ៊ុនយ៉ាងវិញហាក់បីដូចជាខ្លាចផងដែរតែយ៉ាងណាគាត់នៅតែនិយាយសួស្ដីទៅកាន់គេវិញហើយនេះក៏ជាពេលវេលាដែលអ៊ុនយ៉ងចាប់ផ្ដើមបញ្យល់ទៅកាន់អ៊ុនយ៉ាងផងដែរថ្ងៃនេះអ៊ុនយ៉ាងត្រូវតែដឹងគ្រប់យ៉ាងហើយចាប់ពីថ្ងៃនេះតទៅអ៊ុនយ៉ាងនឹងបានទៅរស់នៅជាមួយនឹងម្ដាយបង្កើតហើយរួមទាំងទៅនៅផ្ទះរបស់ម្ដាយរបស់អ្នកផងដែរអ៊ុនយ៉ាងលើកបែបនេះក៏រៀងភ្ញាក់ផ្អើលដែរចឹងហើយក៏សួរបងប្រុសថាតើគាត់ត្រូវផ្លាស់ទីមែនយ៉ងក៏ប្រាប់ប្អូនគាត់ទៅត្រូវហើយតែអ៊ុនយ៉ាងនៅតែនិយាយថាការរស់នៅតែពីរនាក់គឺវាគ្រប់គ្រាន់ហើយយ៉ាងណាក៏ដោយអ៊ុនយ៉ងនៅតែប្រាប់អ៊ុនយ៉ាងថាអ៊ុនយ៉ាងមិនអាចចេះតែនៅមួយកន្លែងបានទេហើយអ៊ុនយ៉ងក៏សុំទោសដែលទៅតែប្រាប់អ៊ុនយ៉ាងនៅពេលនេះដែររីឯអ៊ុនយ៉ាងក៏មិនបានខឹងនឹងបងប្រុសគាត់ដែររីឯម្ដាយរបស់អ៊ុនយ៉ាងវិញក៏ខំជួយនិយាយដែរគាត់ថាផ្ទះរបស់គាត់នឹងនៅមិនឆ្ងាយពីនេះទេបើជិះឡានចំណាយពេលត្រឹមតែ20នាទីអីទេចឹងហើយបន្ទាប់ពីអ្នកទាំងពីរបានបញ្យល់គ្រប់យ៉ាងទៅកាន់អ៊ុនយ៉ាងក៏បានយកគ្រប់យ៉ាងផងដែរចឹងហើយអ៊ុនយ៉ាងក៏សួរបងប្រុសថាពួកគាត់នឹងទៅឥឡូវមែនអ៊ុនយ៉ាងក៏ប្រាប់ទៅថាត្រូវហើយចឹងអ៊ុនយ៉ាងក៏ប្រាប់អ៊ុនយ៉ាងឲ្យទៅរកម្ដាយរបស់គាត់ទៅអ៊ុនយ៉ាងក៏និយាយថាគាត់យល់ពិតមែនតែនៅពេលដែលគាត់ចាកចេញទៅអ៊ុនយ៉ាងបែរជាកាន់ដៃរបស់បងប្រុសទៅវិញពេលនេះអ៊ុនយ៉ាងប្រហែលជាយល់ថាបងប្រុសរបស់គាត់ជាមួយនឹងគាត់នឹងត្រូវផ្លាស់ទីទៅនៅជាមួយនឹងម្ដាយរបស់គាត់ហើយមើលទៅប៉ុន្តែជាក់ស្ដែងវាមិនមែនបែបហ្នឹងទេអ៊ុនយ៉ាងដោយទាញដៃរបស់បងប្រុសមិនចង់ដើរទៅមុខគាត់ក៏រៀងឆ្ងល់ដែររីឯម្ដាយរបស់អ៊ុនយ៉ាងជាមួយនឹងអ៊ុនយ៉ងពួកគេទាំងពីរហ្នឹងគឺថាមើលមុខគ្នាតែម្ដងហើយវាពិតជារឿងពិបាកណាស់អ៊ុនយ៉ងសុកចិត្តរុញអ៊ុនយ៉ាងទៅកាន់ម្ដាយរបស់អ៊ុនយ៉ាងហើយក៏ប្រាប់អ៊ុនយ៉ាងថាបងប្រុសអត់បានទៅជាមួយនឹងអ៊ុនយ៉ាងទេអ៊ុនយ៉ាងវិញគ្រាន់តែលើបែបនេះភ្លាមគាត់ភ្ញាក់ផ្អើលមកតែម្ដងនេះជារឿងដែលគាត់មិនព្រមជាដាច់ខាតចឹងហើយអ៊ុនយ៉ាងក៏ព្យាយាមស្រែករួមទាំងរើចេញពីដៃរបស់គាត់ផងដែរហើយគាត់ពិតជាមិនយល់ទេហេតុអីបានជាពួកគាត់មិនអាចទៅជាមួយនឹងគ្នាបានហើយបើសិនជាបងប្រុសរបស់គាត់មិនទៅគាត់នឹងមិនទៅជាដាច់ខាតអ៊ុនយ៉ាងបានព្យាយាមចាប់ដៃអាយរបស់បងប្រុសយ៉ាងជាប់គាត់បានសួរទៅកាន់អ៊ុនយ៉ងនិយាយថាបរិសម្នាក់នេះជាម្ដាយរបស់គាត់ចឹងមិនមានន័យថាបរិសម្នាក់នេះក៏ជាម្ដាយរបស់បងប្រុសដែរចឹងថាហេតុអីបានជាពួកគាត់មិនអាចទៅជាមួយនឹងគ្នាបានរីឯអ៊ុនយ៉ងវិញមិនដឹងថាឆ្លើយតបនឹងប្អូនប្រុសបែបណាទេហើយគាត់ពិតជាពិបាកបញ្យល់ទៅកាន់អ៊ុនយ៉ាងខ្លាំងមែនតើគាត់បានត្រឹមតែនិយាយថានេះមិនមែនជាម្ដាយរបស់គាត់ទេតែនេះគឺជាម្ដាយរបស់អ៊ុនយ៉ាងគាត់ក៏ប្រាប់អ៊ុនយ៉ាងទៅថាវាមិនអីនោះទេរីឯអ៊ុនយ៉ាងវិញនៅតែមិនយល់អ៊ុនយ៉ងនិយាយបែបនេះចង់មានន័យថាពួកគាត់ទាំងពីរមិនមែនជាបងប្អូននឹងគ្នាទេមែនរីឯអ៊ុនយ៉ងវិញក៏ភ្ញាក់ផ្អើលដែរអ៊ុនយ៉ាងនៅតែបន្តនិយាយទៀតថាពួកគាត់នឹងមិនមែនជាគ្រួសារទេមែនទាំងហើយទៅបងប្រុសលែងចង់រស់នៅជាមួយនឹងអូនមែនអ៊ុនយ៉ងវិញក៏ព្យាយាមប្រកែកពួកគាត់ទាំងពីរនៅតែជាបងប្អូននឹងគ្នានឹងឯងពួកយើងគឺជាគ្រួសារតែមួយតែការនិយាយរបស់អ៊ុនយ៉ងនៅពេលនេះហាក់បីដូចជាគ្មានប្រយោជន៍ទេអ៊ុនយ៉ាងមិនស្ដាប់អ្វីទាំងអស់ពីបងប្រុសនិយាយហើយអ៊ុនយ៉ាងនៅតែស្រែកដាក់អ៊ុនយ៉ងអញ្ចឹងអ៊ុនយ៉ងពេលនេះលែងស្រឡាញ់គាត់ហើយក៏ព្រោះតែខ្ញុំមិនមែនជាប្អូនរបស់បងមែនអ៊ុនយ៉ាងនៅតែព្យាយាមចាប់ដៃអាយរបស់បងប្រុសហើយសូមឲ្យបងប្រុសនឹងកុំបោះបង់ខ្លួនចោលអីរីឯអ៊ុនយ៉ងវិញនៅតែព្យាយាមប្រាប់អូនប្រុសថាគាត់មិនបានបោះបង់ឬមួយក៏ស្អប់អ៊ុនយ៉ាងទេបងមិនមែនបែបហ្នឹងទេតែយ៉ាងណាអ៊ុនយ៉ាងមិនជឿសម្ដីរបស់បងប្រុសទេបងប្រុសគាត់គឺកុហកបងប្រុសនិយាយថាស្រឡាញ់ខ្ញុំចុះហេតុអីបានជាបងប្រុសបោះបង់ខ្ញុំចោលអញ្ចឹងតើកន្លងមកយើងជាបងប្អូនខ្លាំងមែនអ៊ុនយ៉ាងស្រែកដាក់បងប្រុសមិនដាហើយក៏នៅតែព្យាយាមទាញដៃអាយរបស់បងប្រុសហើយគាត់បាននិយាយបន្តទៀតថាអ៊ុនយ៉ាងលែងត្រូវការសាលាទៀតហើយអ៊ុនយ៉ាងនឹងមិនទៅសាលាជារៀងរហូតបើសិនជាបងប្រុសរបស់គាត់នឹងមិនស្រឡាញ់គាត់ទេប៉ុន្តែអ៊ុនយ៉ាងពិតជាស្រឡាញ់បងប្រុសគាត់ណាចុះហេតុអ្វីបានជាបងប្រុសកុហកអូនអញ្ចឹងយ៉ាងណាអ៊ុនយ៉ាងត្រូវបានគេដាក់ចូលទៅក្នុងឡានរួចទៅហើយរីឯម្ដាយអ៊ុនយ៉ាងក៏ពិបាកចិត្តដែរគាត់សន្យាថានឹងព្យាយាមលួងលោមអ៊ុនយ៉ាងពេលទៅដល់ផ្ទះគាត់នឹងបញ្យល់គ្រប់យ៉ាងបន្ថែមទៀតរីឯអ៊ុនយ៉ងវិញមិនដឹងថានិយាយអ្វីនោះទេគាត់បានត្រឹមតែសុំឲ្យម្ដាយអ៊ុនយ៉ាងនឹងខលមកកាន់គាត់វិញផងនេះជារឿងតែមួយគត់ដែលគាត់សុំពីម្ដាយរបស់អ៊ុនយ៉ាងគាត់គ្រាន់តែចង់ដឹងថាអ៊ុនយ៉ាងបានញ៉ាំឬមួយក៏អត់ហើយតើគាត់ចូលគេងនៅពេលណាឬមួយបើសិនជាគាត់ឈឺដោយសារតែគាត់យំសូមខលប្រាប់មកកាន់ខ្ញុំវិញផងតែអ៊ុនយ៉ាងក៏យល់ព្រមជាមួយនឹងអ៊ុនយ៉ងហើយក៏ប្រាប់ឲ្យអ៊ុនយ៉ងកុំបារម្ភពេកអីអ៊ុនយ៉ងគួរតែព្យាយាមមើលថែខ្លួនឯងផងអ៊ុនយ៉ងក៏អរគុណទៅកាន់ម្ដាយអ៊ុនយ៉ាងគាត់នឹងរងចាំការខលត្រឡប់មកវិញផងដែរហើយសាច់រឿងរបស់យើងក៏ឆ្លេះតែប៉ុណ្្នឹងផងដែរអ្នកទាំងអស់គ្នាមួយថ្ងៃនេះអត់មានចេញរឿងខ្លីៗតិចអីដោយសារទីមួយហ្នឹងពិបាកវល់សំឡេងនៅចិត្តផ្ទះគេធ្វើសំឡងហើយណាមួយធ្វើខ្លីៗងាយស្រួលកាត់ឆាប់បានផុសអីចឹងណាហើយមានរឿងសែតមួយទៀតអ្នកគ្នាណែផតមានឥឡូវគេឲ្យកាត់លឿងទៀតហើយដឹងហើយប្រហែលជាមានកាត់បន្ថយផុសនៅក្នុង channel មួយនេះទៀតហើយនិយាយរួមបញ្ហាជាមួយនឹង YouTube ហ្នឹងមិនចេះអស់មិនចេះហើយតែម្ដងតែយ៉ាងណាដើម្បីជាកម្លាំងចិត្ត admin កុំភ្លេចចុច like និង subscribe រួមទាំង comment អ្នកមួយផង admin ស្វាយមេងកាជួបគ្នានៅវីដេអូក្រោយបាយ